ในครั้งยุคสมัยได้กีฬายินยนต์កំពុងរីកចម្រើនក្នុងប្រទេសកម្ពុជាមានទីលានថ្មីមួយកំពុងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់អ្នកដែលស្រឡាញ់ល្បឿនទីនេះគឺជាទីលានប្រណាំងយានយន្ត 9NG ទីលានថ្មីដែលកំពុងក្លាយជាបេះដូងថ្មីនៃពិភព Motorsport នៅកម្ពុជាសូម្បីតែសម្លេងម៉ាស៊ីនក៏ដូចជាសម្លេងបេះដូងរបស់អ្នកប្រណាំងកំពុងបញ្ចេញថាមពលដូចគ្នាខណៈដែលការប្រកួតកាន់តែជិតមកដល់ផ្លូវដីកែងកោងជម្រាលឡើងចុះទួលលោតនិងផ្លូវរដេបរដប់បានរចនាឡើងយ៉ាងម៉ត់ចត់ដើម្បីសាកល្បងជំនាញការគ្រប់គ្រងយានយន្តនិងគ្រប់គ្រងភាពក្លាហានទីនេះគឺជាកន្លែងដែលកីឡាករ Motocross និង UTV អាចបញ្ចេញសមត្ថភាពពិតអាចលែងខ្លាចព្រោះពួកគាត់ដឹងថាផ្លូវនេះត្រូវបានបង្កើតឡើងសម្រាប់ពួកគាត់ទីលានប្រណាំង 9NG មិនមែនកើតឡើងដោយចៃដន្យទេវាជាលទ្ធផលនៃចក្ខុវិស័យសម្រាប់អ្នកដែលជឿថាកម្ពុជាអាចក្លាយជាគោលដៅថ្មីសម្រាប់កីឡាម៉ូតូក្នុងតំបន់ទីនេះមិនមែនត្រឹមតែជាទីលានប្រណាំងទេប៉ុន្តែជាវេទិកាសម្រាប់យុវជនសម្រាប់អ្នកស្រឡាញ់ល្បឿនសម្រាប់អ្នកដែលមានក្តីសម័យចង់ឃើញទង់ជាតិកម្ពុជាឡើងលើឆាកអន្តរជាតិរាល់ការបង្កើនល្បឿនរាល់ការបង្ហោះរាល់ការលោតរាល់ការបត់កែងគឺជារឿងរ៉ាវមួយនៃការប្រយុទ្ធជាមួយខ្លួនឯងទីនេះអ្នកមិនមែនប្រកួតជាមួយអ្នកដទៃផ្សេងទេអ្នកកំពុងប្រកួតជាមួយភាពខ្លាចរបស់ខ្លួនជាមួយកម្រិតសមត្ថភាពរបស់ខ្លួននិងជាមួយសុបិនដែលនៅខាងមុខទីលាន 9NG គឺជាកន្លែងដែលដីធម្មតាខ្លាយជាវេទិកាវីរភាពនៅពេលដែលកង់ម៉ូតូបោះដីធូលីហុយឡើងលើមេឃវាមិនមែនជាធូលីធម្មតាទេវាជាសញ្ញានៃការចាប់ផ្ដើមអនាគតថ្មីអនាគតដែលកីឡាម៉ូតូស្ពតកម្ពុជានឹងមិនត្រឹមតែដើរតាមអ្នកដទៃទៀតទេប៉ុន្តែអាចឈានមុខគេសម្រាប់អ្នកមួយចំនួនទីនេះគឺជាទីលានប្រណាំងប៉ុន្តែសម្រាប់អ្នកដែលយល់ទីនេះគឺជាសាលាបង្រៀនភាពក្លាហាន 9NG Track មិនត្រឹមតែបង្កើតអ្នកប្រណាំងប៉ុណ្ណោះទេប៉ុន្តែវាកំពុងបង្កើតចំនួនថ្មីនៃអ្នកក្លាហានហើយថ្ងៃនេះប្រវត្តិសាស្ត្រកំពុងចាប់ផ្ដើមសរសេរនៅលើទីលាននេះ